បុរសម្នាក់នោះបាននិយាយនៅចំពោះមុខគ្រប់គ្នាថាគេចង់បន្តជួបនាងទៀតប៉ុន្តែគេស្រាប់តែមានអារម្មណ៍ស្ដាយក្រោយភ្លាមៗបន្ទាប់ពីនិយាយពាក្យនោះចេញមក Max ក៏បានបដូរប្រធានបទយ៉ាងលឿនគេបានប្រាប់ Benny ឲ្យយកអាវរបស់គេមកសងវិញឲ្យបានឆាប់បំផុត Benny ក៏បានយកអាវទៅសងគេភ្លាមៗដែរនាងបាននិយាយថាពួកគេមិនគួរជួបគ្នាទៀតនោះទេ Max ក៏យល់ព្រមប៉ុន្តែជោគវាសនាហាក់ដូចជាចូលចិត្តលេងសើចជាមួយមនុស្សណាស់តំណាងឋានៈទាំងពីរបានជួបគ្នាម្ដងទៀតនៅឯក្រុមប្រឹក្សាសិស្សអ្នកផ្សេងទៀតកំពុងពិភាក្សាគ្នាពីរឿងសម្ភារ Alex ដែលជានិស្សិតបញ្ចប់ការសិក្សាឆ្នាំមានគេលើកឡើងថាគេថែមទាំងបានបដិសេធការសម្ភាសជាមួយទស្សនាវដ្តីធំៗផងចុះទម្រាំតែពួកយើងគេប្រកាសជាមិនយល់ព្រមឡើយ Max ក៏បានស្នើថា Benny គួរតែជាអ្នកទទួលបន្ទុកអញ្ជើញភ្ញៀវរូបនេះ Benny មានអារម្មណ៍ខឹងយ៉ាងខ្លាំងយប់នោះក្រុមប្រឹក្សាសិស្សបានទៅញ៉ាំអាហារពេលល្ងាចជុំគ្នាអ្នកទាំងពីរបានអង្គុយជិតគ្នាទៀតមិត្តរួមថ្នាក់បាននាំគ្នាបង្ខំឲ្យពួកគេផឹកស្រាខ្វែងដៃបន្ទាប់ពីពួកគេចាញ់ហ្គេម Max ចង់ផឹកទាំងពីរដោកៅតែម្នាក់ឯងឲ្យចប់រឿងប៉ុន្តែមិត្តរួមថ្នាក់មិនព្រមឡើយខណៈពេលដែលអ្នកទាំងពីរកំពុងរៀបនឹងផឹកស្រាខ្វែងដៃគ្នាបុគ្គលិកភោជនីយដ្ឋានម្នាក់បានដាក់បុក Benny Max ក៏បានស្ទុះទៅចាប់ទុកនាងតាមសភាវៈពួកគេទាំងពីរស្រឡាំងកាន់ភ្លាមៗរំពេចនោះ Benny បានងើយក្បាលឡើងរួចក៏ប៉ះនឹងចាស់របស់ Max ពួកគេទាំងពីរពិតជាខឹងសម្បានឹងខ្សែសង្វាក់នៃឧបវិថែទាំងនេះណាស់បន្ទាប់ពីញ៉ាំអីចប់ Max បានឃើញឡានដឹកទំនិញមួយកំពុងបើកយ៉ាងលឿនសម្ដៅមកពួកគេក៏ប្រញាប់ទាញ Benny មកវិញប៉ុន្តែឡានមួយគ្រឿងនៅពីក្រោយបែរជាបើកកាត់ខ្ទាតទឹកប៉ះ Benny ចូលខ្លួន Max ពីអ្នកចង់ជួយប្រែទៅជាសត្រូវរបស់នាងក្នុងមួយប៉ាក់ប្រាច់ភ្នែកតែបន្ទាប់មិត្តភក្តិរបស់ Max បានជិះម៉ូតូមកដល់ពួកគេត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងស្ទូឌីយោបង្កើតថ្មីសម្រាប់យុវជនក្នុងអំឡុងពេលនេះ Benny និង Alex ចាប់ផ្ដើមមានទំនាក់ទំនងខ្លាំងឡើងឡើយ Alex បានយល់ព្រមទទួលការសម្ភាសន៍តាមការស្នើសុំរបស់ Benny គេថែមទាំងបានជួយយកស្រទាប់ផ្កា Cherry ចេញពីសក់របស់នាងផងដែរបរិយាកាសពេលនោះស្រាប់តែប្រែជាផែមល្ហើម Max និងមិត្តភក្តិបានផ្លាស់ទៅស្ទូឌីយោចម្លាក់ថ្មីតាមពិតទៅពួកគេគឺជាអ្នកជិតខាងរបស់ Alex សោះម្ដាយរបស់ Max បានអញ្ជើញគេទៅញ៉ាំបាយគេក៏បានដឹងថាម្ដាយរបស់គេមានមិត្តប្រុសថ្មី Max ក៏ដើរជីកមុខលេងទាំងកំហឹងក្រុមប្រឹក្សាសិស្សបានទៅដល់ស្ទូឌីយោចម្លាក់ដើម្បីធ្វើការសម្ភាសន៍ដោយជោគជ័យ Max មានអារម្មណ៍មិនសប្បាយចិត្តឡើយពេលឃើញ Benny ស្និទ្ធស្នាលជាមួយគេបានហៅ Benny ឲ្យមកជួយរៀបចំអីវ៉ាណៃនៅពេលសម្រាកបន្ទាប់មក Max ត្រូវត្រឡប់មកវិញមានថៃដើម្បីយកឧបករណ៍គេក៏បានឃើញ Alex កំពុងញ៉ាយស្រីមួយទៀតខណៈពេលដែលមីក្រូហ្វូនរបស់គេនៅបើកនៅឡើយ Alex ធ្វើដូចទៅគ្មានរឿងអីកើតឡើងបន្ទាប់ពីការសម្ភាសន៍បានចប់គេថែមទាំងបបួល Benny ឲ្យទៅលេងនៅស្ទូឌីយោរបស់គេទៀតនៅពេលរៀបចំទុកដាក់អ្នកផ្សេងទៀតសុទ្ធតែរវល់អស់ធ្វើឲ្យ Benny និង Max គ្មានជម្រើសក្រៅពីជួយរៀបចំសម្អាតជាមួយនោះទេ